mấy cái đa khăn mình đang mong muốn là dương thời thư mấy là mấy cà phê luôn còn mà mình phải hạ đo dương chẳng á những tí mỗi dương thời phát tất cái chợ môn game mà phát tất cái chợ nó có tí họ ta họ đó như phát pilit giờ làm tập pilit tập buôn lịch để chừng tay đầm bậy mình chỉ tậpของខ្លួនแต่ person chỉអាចផឹកទឹក electrolyte ដែលមាននៅក្នុងពុក research ហើយ person chỉអាចបានទឹកដូងទឹកថាតល្អទី2គឺការពីស្បែកបងប្អូនតាំងស្រីតាំងប្រុសឥឡូវយើងត្រូវការពីហ្មងពេលដែលក្តៅខ្លាំងពេកវាធ្វើឲ្យប៉ះពាល់ទៅដល់មុខជាំអាលីស្បែកអ្នកខ្លះទៅដល់មហារីកទៀតអញ្ចឹងទីមួយយើងត្រូវមាន sunscreen ទៅលើមុខស្រីគាត់មានខ្លួនឯងហើយតែមានប្រុសក៏យើងត្រូវលាបដែរបើសិនជាអត់ដឹងថាលាបមួយណាទេអាចទិញរបស់ Alex U បាន Alex U គាត់មាន brand ឈ្មោះ Unique អាហ្នឹងរបស់កូនខ្មែរយើងហ្មងដែលគេតែងតែហៅគាត់ថាអ្នកទាំងអស់យើងទិញពីគាត់ក៏បានដែរបងប្អូនហើយតាក់ទងជាមួយនឹងកៅអៅដែលត្រូវ cover ទៅលើស្បែកយើងហ្នឹងត្រូវតែមានមួកត្រូវមានវ៉ែនតាហើយត្រូវពាក់កៅអៅណាភ្លឺកុំឲ្យពាក់កៅអៅណាខ្មៅពេកតែជាងច្រើនកុំឲ្យវាអបស្រូបជាតិក្តៅហ្នឹងចូលក្នុងខ្លួនយើងខ្លាំងពេកអញ្ចឹងណាបងប្អូនទី3កុំចេញម៉ោងដែលក្តៅខ្លាំងពេកម៉ោងដែលក្តៅខ្លាំងពេកភាគច្រើនហ្មងគឺម៉ោង11ទៅដល់ម៉ោង3ល្ងាចបងប្អូនចាំបងប្អូនចាំមើលក្តៅមែនតើអញ្ចឹងបើអាចបានអត់មានតរៈចាំបាច់ទេកុំចេញហើយសម្រាប់អ្នកហាត់ប្រាណវិញខ្ញុំសុជេឲ្យហាត់ពេលព្រលឹមហើយនឹងពេលល្ងាចទៅជាក់ស្រួលហើយបើចង់ហាត់ប្រាណកុំភ្លេចទៅហាត់នៅកន្លែងណាមានសិនជាអញ្ចឹងណាហើយបើចង់ហាត់ប្រាណកន្លែងសិនជាកុំភ្លេច Budol Fitness Center នៅសានសុកមួយហើយនឹងនៅសៀមរាបមួយទៀតបងប្អូនទី4គឺធ្វើម៉េចឲ្យខ្លួនយើងត្រជាក់រហូតទី1ខ្ញុំមួយទឹកឲ្យបានច្រើនក្នុងមួយថ្ងៃទៅបើខ្ញុំវិញខ្ញុំ4ដងណាឥឡូវឲ្យតែបែកញើសទៅល្មមខ្ញុំមួយទៅសាច់ខ្ញុំក្តៅបើសិនជាអាចមានទាំងហាលតាមខ្លួនមួយទៅខ្មែរយើងឥឡូវដូចមានច្រើនដែរទាំងហាលទូច power bank ដែលច្បាច់បានយូរហ្នឹងហើយនឹងសិនជា cool down ខ្លួនយើងឲ្យបានល្អហើយមួយទៀតហ្នឹងកុំភ្លេចដាក់ទឹកនៅលើកញ្ចឹងកយើងត្រជាក់ទៅឲ្យវា cool down ក្នុងកហ្នឹងទៅយើងមានអារម្មណ៍ល្អដែរអញ្ចឹងណាទី5គឺយើងត្រូវញ៉ាំរបស់ណាដែលមានបំពេញជាតិទឹកក្នុងខ្លួនយើងដូចជាផ្លែឡាក់ផ្លែទឹកសក់ផ្លែក្រូចតែរបស់យើងអត់ត្រូវញ៉ាំវិញគឺរបស់បំពងរបស់អីនឹងឯងជាពិសេសកុំញ៉ាំខ្លាំងដល់ថ្នាក់ពេញពុះពេកហើយញ៉ាំរបស់ហិលរបស់អីចឹងណាធ្វើឲ្យខ្លួនយើងវាហិតតែក្តៅជាងមុនទី6គឺអ្នកដែលផឹកស្រាមានអល់កុលខ្ពស់ហើយខាយើងកំពុងតែក្តៅផងហើយពេលដែលយើងផឹកស្រាចូលទៀតគឺអស់ជាតិទឹកក្នុងខ្លួនហិតទៅលើដែរវាអត់ make sense ពេលដែលយើងញ៉ាំរបស់ដែលមានជាតិទឹកចូលក្នុងខ្លួនហើយយើងផឹកស្រាដើម្បីកាត់ជាតិទឹកវិញអាហ្នឹងគឺរឿងផ្សេងទី7គឺគេឲ្យបានគ្រប់ដើម្បីឲ្យរាងកាយរបស់យើងហ្នឹងវា cool down ទៅលើ activity ដែលយើងបានធ្វើពីមុនមកហ្នឹងឲ្យត្រជាក់សាច់ជាមុនអញ្ចឹងណាបើអ្នកហាត់ខ្លាំងនៅកន្លែងក្តៅខ្ញុំអត់ recommend ឲ្យលេងធ្ងន់ខ្លាំងពេកទេវាធ្វើឲ្យយើងស្លាប់ខ្យល់អស់ខ្យល់ក្នុងខ្លួនអញ្ចឹងណានេះជាបបសោតរបស់ខ្ញុំផ្ទាល់ខ្ញុំធ្លាប់ដួលកម្ដៅខ្លាំងពេកកាលពី6ឆ្នាំមុនខ្ញុំដួលកាប់មុខខ្ញុំមិនដឹងខ្លួនទេបងប្អូនបានកូនសិស្សខ្ញុំជួយដោយសារយើងលើកធ្ងន់ពេកយើងលេបធ្ងន់ទៅវាធ្វើឲ្យយើងដាច់ដង្ហើមមិនដាច់ដង្ហើមអាហ្នឹងគេហៅអស់ខ្យល់បន្តិចធ្វើយើងស្លាប់តែសួរថាវាមានបញ្ហាអីអត់ទេប៉ុន្តែគ្រាន់តែថាបើសិនជាមានអ្នកបេះដូងខ្សោយឬក៏សាច់ឈាមមិនល្អអីអាហ្នឹងវាអាចមានបញ្ហាធំអីចឹងទៅអញ្ចឹងការពារបងប្អូនសម្រាប់អ្នកលេងធ្ងន់ខ្ញុំមិន recommend លេងកន្លែងក្តៅទេចង់ហាត់កន្លែងជាក់អញ្ចឹងណាបើចូលក្នុងខ្មែរចិត្តមកដល់ហើយបងប្អូនថែសារសុខភាពទាំងអស់គ្នាជាពិសេសធ្វើដំណើរឲ្យមានសុខភាពទាំងអស់គ្នាការពារកុំឲ្យមានប៉ះពាល់គ្នាទៅវិញទៅមកហើយបងប្អូនបើសិនជាស្រវឹងកុំបើកបរខ្ញុំសុំតែប៉ុណ្្នឹងបានហើយបងប្អូនគេបងប្អូនយើងម៉ែគេម៉ែយើង